មេជាងសំណង់ប្រើញញួរវាយក្បាលកម្មករម្នាក់បណ្ដាលឲ្យរបួសធ្ងន់នៅស្រុកកៀនស្វាយខេត្តកណ្ដាលមន្ត្រីនគរបាលស្រុកកៀនស្វាយបានឲ្យដឹងនៅរសៀលថ្ងៃទី15ខែវិច្ឆិកាឆ្នាំ2025នេះថាជនសង្ស័យម្នាក់ជាជាងសំណង់ដែលធ្លាប់ប្រើប្រាស់សារធាតុញៀនបានវាយក្បាលកម្មករសំណង់ម្នាក់ដែលជាមិត្តរួមការងារដោយប្រើញញួរបណ្ដាលឲ្យរបួសធ្ងន់ត្រង់ក្បាលដែលហេតុការណ៍ហិង្សានេះកើតឡើងនៅវេលាម៉ោង 11:05 នាទីថ្ងៃទី14ខែវិច្ឆិកាក្នុងរោងចក្រស្បែកជើងមួយកន្លែងក្នុងភូមិព្រៃដងឃុំកំពង់ស្វាយស្រុកកៀនស្វាយខេត្តកណ្ដាលលោកវរស្នេហ៍ព្រំសំណាងអធិការនគរបាលស្រុកកៀនស្វាយបានដឹងថាជនរងគ្រោះឈ្មោះឆុនតុងភេទប្រុសអាយុ20ឆ្នាំរីឯជនសង្ស័យឈ្មោះណៃបានភេទប្រុសអាយុ36ឆ្នាំហៅសល់ជនសង្ស័យមានប្រវត្តិប្រើប្រាស់គ្រឿងញៀនត្រូវបានរកឃើញថាមានសារធាតុវិជ្ជមានវត្ថុតាំងចាប់យករួមមានញញួរមួយផ្លែដែកដងជ័រប្រវែង30សង់ទីម៉ែត្រនិងទូរស័ព្ទម៉ាក Oppo A5 ចំនួន1គ្រឿងលោកអធិការបានបន្តថាជនសង្ស័យបានធ្វើសកម្មភាពនេះក្រោយពេលអង្គុយហូបស្រាបៀរជាមួយគ្នាក្នុងរោងជនសង្ស័យបានសារភាពថាមូលហេតុខឹងជនរងគ្រោះធ្លាប់វាយខ្លួនកាលពី1ខែមុនបច្ចុប្បន្ននេះជនសង្ស័យកំពុងតែឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់យុវជនម្នាក់តុកម៉ូតូមកហាងផ្លិចដកសោជនសង្ស័យ2នាក់ឃើញឱកាសល្អក៏លួចជិះទៅបាត់យុវជនម្នាក់ខណៈតុកម៉ូតូនៅមុខហាងផ្លិចដកសោចេញស្រាប់តែជនសង្ស័យ2នាក់រកឃើញឱកាសល្អក៏ឡើងបញ្ឆេះជិះគេចខ្លួនបាត់មកកការភ្ញាក់ផ្អើលវេលាម៉ោង 2:30 នាទីរសៀលថ្ងៃទី15ខែវិច្ឆិកាឆ្នាំ2025នៅក្នុងបរិយាភពថ្មីត្រពាំងថ្លឹងសង្កាត់ចំចៅមួយខណ្ឌពោធិ៍សែនជ័យម៉ូតូដែលជនសង្ស័យលួចយកទៅនោះម៉ាក Honda Dream ពណ៌ខ្មៅពាក់ស្លាលេខភ្នំពេញ 1AN 87255ម្ចាស់ឈ្មោះលៀងវិសាលតាមប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះបានទុកម៉ូតូនៅមុខហាងដែលខ្លួនធ្វើការដែលភ្លេចដកសោចេញពីម៉ូតូមួយសន្ទុះក្រោយមកស្រាប់តែមានជនសង្ស័យចំនួន2នាក់ជិះម៉ូតូមួយគ្រឿងមកឈប់ក្បែរហើយក៏មានជនសង្ស័យម្នាក់ទៀតដើរមកលួចម៉ូតូទៅបាត់ភ្លាមនោះជនរងគ្រោះក៏ដេញតាមដែរតែមិនទាន់ក្រោយកាត់ហេតុជនរងគ្រោះបានត្រឹមតែដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលចំចៅមួយដើម្បីសុំកិច្ចអន្តរាគមន៍